ឥឡូវតមកមួយទៀតហើយដែលពេលដែលខ្ញុំចង់ជំរាបបងប្អូនតើមានបងប្អូនណាចង់ឲ្យខ្ញុំនិយាយពីរឿងការខ្ញុំរស់នៅក្នុងកន្លែងមនុស្សអត់ផ្ទះនៅនេះចម្រុះគ្រប់ជាន់សាសស្រីប្រុសចាស់ក្មេងឈឺស្កាត់អីគ្រប់បែបយ៉ាងបើសិនណាជាបងប្អូនមានចាប់អារម្មណ៍នឹងការរស់នៅជីវិតអ្នកបម្រើការងារព្រះតើមានការលបងលោរបស់ព្រះរបៀបម៉េចដូចនៅក្នុងកាពីធីម៉ូថេខ្សែទី2ជំពូក2ខ15នេះព្រះមានបន្ទូលថាចូលប្រឹងនឹងថ្វាយខ្លួនដល់ព្រះទុកជាមនុស្សដែលបានលបងលោជាប់ហើយឃើញទេហេតុអីបានជាព្រះមានបន្ទូលថាការលបងលោរបស់ព្រះបានជាប់ហើយកាលណាពាក្យតែជាប់ហើយមិនមែនយើងបានឡើងទៅនគរឋានសួគ៌ទេគឺព្រះប្រើយើងបម្រើការងារព្រះផ្សាយដំណឹងល្អពីព្រះយកព្រះបន្ទូលទៅចែកចាយឲ្យដល់បងប្អូនយើងទៀតមិនមែនជាធម្មតាលបងលោជាប់ហើយគឺលបងលោបានមកតំណាក់ហើយឈ្នះមកតំណាក់ហើយទៅមកតំណាក់ទៀតទៅតំណាក់ទៀតរហូតទាល់តែខ្មែរយើងនិយាយថាទុនទាបទោះជាគេយើងអត់ជេរយើងអត់ខឹងគេនិយាយដើមយើងក៏យើងអត់ឈឺណាហើយយើងលះបង់អ្វីៗគ្រប់យ៉ាងទាំងអស់ព្រះបរិញ្ញាយើងឲ្យដើរផ្លូវត្រង់មិនមែនដើរផ្លូវខ្លួនឯងដូចគ្នាគេសួរខ្ញុំថាហេតុអីបានជាខ្ញុំមកនៅ shelter ហ្នឹងកូនចៅមានហេតុអីបានជាខ្ញុំមកនៅកន្លែងមនុស្សផ្ទះអត់ផ្ទះនៅហ្នឹងខ្ញុំបានជំរាបប្រាប់គេថានេះមិនមែនផ្លូវខ្ញុំទេហើយមិនមែនជាមិនគំនិតខ្ញុំទេគឺបហាតីព្រះពេលដែលខ្ញុំចុះពីយន្តហោះទៅខ្ញុំអត់មានផ្ទះនៅខ្ញុំទៅសុំផ្ទះគេនៅគេអត់ឲ្យខ្ញុំទៅគេងតែមួយយប់គេអត់ឲ្យខ្ញុំគេងផងហើយចាប់សាច់ឈាមនេះទៀតហ្នឹងព្រះអត់ឲ្យអ្នកណាទទួលស្គាល់ខ្ញុំទេពេលយប់ឡើងខ្ញុំដើរទៅកន្លែងអូតែលខ្ញុំទៅគេង2យប់មួយយប់160ខ្ញុំនៅថាម៉ោង2:10ម៉ោង1ភ្លឺហើយខ្ញុំចង់ទៅគេងមួយយប់ខ្ញុំនៅឃើញធ្វើការអីអត់ទាន់ទេខ្ញុំគេងនៅអូតែល2យប់បានស្អីថាអស់320មកវិញខ្ញុំដើរខ្ញុំឈប់ឡានក្រុងហើយខ្ញុំចុះហើយខ្ញុំដើរមកលងឹតដូចថាមិនលងឹតទេព្រាលដូចថាភ្លើងនៅសហរដ្ឋអាមេរិកនេះខ្ញុំដើរនៅក្រោមស្ពានខ្ញុំដើរលឺសូរប្រាប់នៅក្រោយខ្នងខ្ញុំណាដូចយើងដើរជន់លើអាឈើដែលគេបាក់ហ្នឹងយើងជន់ទៅយើងកាច់លឺសូរផុសខ្ញុំថានេះមានអ្នកណាដើរពីក្រោយខ្ញុំចេះខ្ញុំងាកមើលស្អាតចេះអត់មានអ្នកណាដើរខ្ញុំថាអូទេវតានៃព្រះទ្រង់ចង់ឲ្យប្រាប់ចង់ឲ្យដឹងថាខ្ញុំនឹងមានព្រះថែរក្សាពីក្រោយខ្ញុំក៏ងាកទៅអត់ឃើញគឺខ្ញុំចាប់ផ្ដើមដើរទៀតចុះស្ពាននៅសហរដ្ឋអាមេរិកវាមានផ្លូវទៅផ្លូវមកទៅសងខាងចេះម្ល៉េះវាស្គាល់ថាព្រាលយ៉ាងអាចដើរបាន4-10ជំហានឬសូរសម្រាប់ទៀតព្រះនៅតែព្យាយាមប្រាប់យើងថាទ្រង់ដើរជាមួយខ្ញុំឬសូរស្រាប់ដូចយើងដើរមេឃអីដែលមេឃឈើអីដែលហើរមកស្លឹកឈើដែលវាស្ងួតដើរជន់ខ្ញុំថាដល់ខ្ញុំឡើងទៅអូតែលព្រលឹមឡើងខ្ញុំចេញធ្វើការថ្វាយព្រះខ្ញុំចេញទៅគ្រប់បែបយ៉ាងទាំងអស់ព្រះរៀបចំឲ្យយ៉ាងស្អាតជីវិតខ្ញុំដល់ពេលកូនខ្ញុំទទួលខ្ញុំយកមកកូនខ្ញុំយកមកនៅកន្លែងនឹងបដ ாய் ភ្ញាក់ព្រឹកពីមុនគេបបួលមកថាចាប់បានផ្ទះរត់ចង់ដល់ពេលលើកនេះគេបញ្ជូនមកដល់ដាក់គឹបថាអូផែនការរបស់ព្រះដល់ខ្ញុំរស់នៅបើសិនណាជាបងប្អូនចង់ដឹងថាជីវិតអ្នកជឿព្រះតើភាពតស៊ូរបៀបម៉េចឥឡូវយើងកុំនិយាយពីរឿងនេះយើងគាត់ទៅប្រឡងតិចបានហើយចាំខ្ញុំជំរាបឲ្យដឹងថាការលបងលោរបស់ព្រះចំពោះអ្នកដែលធ្វើការថ្វាយព្រះដូចជាក្មេងៗដូចជាយូសែបឃើញទេបងលក់គាត់ទៅនៅអេស៊ីបណាមួយទៀតដានីយ៉ែលមួយទៀតយេរេមៀមួយទៀតដេវីតឃើញទេសិទ្ធិអ្នកបម្រើការងារព្រះដូចជាលោកប៉ូលហ្នឹងឃើញវាយ40ដំបងខ្វះមួយយើងគឺថាអ្នកបម្រើការងារព្រះគឺថាអត់ធ្មត់មែនតើគេជេរអត់ខឹងដូច្នេះខ្ញុំចង់បរៀនបងប្អូននៅកាពីដែលធីម៉ូថេហ្នឹងឃើញចូលប្រឹងនឹងថ្វាយខ្លួនដល់ព្រះ
ទុកជាមនុស្សដែលបានលបងលោជាប់ហើយលបងលោជាប់ទៅដឹងដើម្បីចេញទៅបម្រើការងារព្រះហើយជាអ្នកធ្វើការដែលមិនត្រូវខ្មាស់ឡើយឃើញទេព្រះល្អណាស់ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវឃើញទេអត់មានយកខុសពីព្រះបន្ទូលដោយខ្ញុំនិយាយសាច់រឿងខ្ញុំអានេះដែលចង់បញ្ជាក់ប្រាប់បងប្អូនថាខ្ញុំទៅទទួលការលបងលោពីព្រះដូច្នេះខ្ញុំគ្រាន់តែប្រាប់បងប្អូនដែលបានមើលវីដេអូខ្ញុំឲ្យជឿថាកុំឲ្យប្រើពាក្យថាអូវេទនាណាខ្ញុំជឿព្រះហើយបើតែនៅវេទនាមិនមែនទេការដែលបងលោរបស់ព្រះសบายចិត្តទៅសบายចិត្តទទួលអ្វីដែលព្រះលបងលោឲ្យយើងជាប់ក្នុងសេចក្តីពិតដូច្នេះខ្ញុំសប្បាយចិត្តណាស់ពេលណាខ្ញុំមានបញ្ហាអីមួយខ្ញុំថាព្រះលបងលោខ្ញុំព្រះចង់ខ្ញុំយល់ដឹងថាសេចក្តីស្រឡាញ់របស់ព្រះមានទំហំប៉ុណ្ណាឃើញព្រះមានបន្ទូលថាលបងលោជាមួយលបងលោដែលបានជាប់ហើយធ្វើការថ្វាយព្រះជាពិសេសទៅទៀតកាត់ស្រាយព្រះបន្ទូលឲ្យត្រឹមត្រូវហេតុអីបានព្រះមានបន្ទូលថាកាត់ស្រាយព្រះបន្ទូលឲ្យត្រឹមត្រូវហេតុអីបែបមានអ្នកចែកចាយព្រះបន្ទូលខ្លះគ្រាន់តែអានហើយមិនបានវែកញែកប្រាប់ឲ្យគ្នាដឹងថាអំពើបាបជាអ្វីនៅច្រើនណាស់ដែលខ្ញុំត្រូវបង្រៀនតទៅទៀតណាបងប្អូនច្រើនមែនតើអញ្ចឹងបានព្រះមានបន្ទូលថានៅវីដេអូមួយថាចូលតាមខ្លោងទ្វារចូលតាមទ្វារព្រះយេស៊ូវហើយចូលទៅដល់ក្នុងមួយទៀតគឺកន្លែងបរិសុទ្ធជ្រៅបំផុតតែគឺស្អីគឺជាព្រះបន្ទូលគឺជាព្រះគម្ពីរដែលយើងសិក្សាព្រះបន្ទូលយើងទៅរៀនមែនតើមិនមែនធម្មតាអ្នកបម្រើការងារព្រះមួយគឺប្រាំងណាស់លះបង់អ្វីការនិយាយដើមគេការលោភការលួចការអ្វីទាំងអស់គឺអ្វីហៅតែស្អាតដូចព្រះមានបន្ទូលថាខ្លួនប្រាណយើងជាព្រះវិហារនៃព្រះចាំឲ្យច្បាស់ខ្លួនប្រាណយើងជាព្រះវិហារនៃព្រះចង់គង់នៅជាមួយយើងហើយចាំបើខ្លួនប្រាណយើងអត់ស្អាតតើព្រះមកគង់នៅជាមួយយើងអត់យើងសពថ្ងៃយើងជឿព្រះយើងចង់ឲ្យព្រះជួយយើងចង់ឲ្យព្រះយើងព្យាបាលជំងឺយើងចុះបើសិនណាជាយើងខ្លួនប្រាណយើងដែលទ្រង់ទុកជាព្រះវិហារនៃព្រះនេះដូចនៅក្នុងកាពីចាំដល់លើកក្រោយខ្ញុំចង់បរៀនព្រោះឥឡូវនឹងវាច្រើនដូច្នេះខ្ញុំចង់បរៀនថាខ្លួនប្រាណយើងជាព្រះវិហារនៃព្រះត្រូវដឹងអូខេអរគុណព្រះអង្គសូមព្រះប្រទានពរចាំទទួលមាននៅវីដេអូមួយទៀតអរគុណព្រះអង្គគង់ជាមួយ